ទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាពីរបៀបដោះ iCloud ទៅលើទូរស័ព្ទ iPhone គ្រប់ version ទាំងអស់ដើម្បីដោះ iCloud បានតម្រូវឲ្យទូរស័ព្ទរបស់អ្នក jailbreak ជាមុនសិនដោយមានកម្មវិធី Cydia ហើយយើងត្រូវការ iFile ជាមុនសិន iFile ទូរស័ព្ទហ្នឹងបានជាប់ iCloud រួចទៅហើយ iCloud ជាប់ iCloud អញ្ចឹងដើម្បីដោះ iCloud ហ្នឹងមុនដំបូងយើងត្រូវចូល Cydia ហើយយើង search រក download កម្មវិធី iFileយើង download កម្មវិធី iFile ហ្នឹងតែខ្ញុំ download ហើយខ្ញុំសូមបង្ហាញតែម្ដងយើងត្រូវចូល iFile ចូលមក library ហើយយើងចុចទៅលើ configuration ចុចនោះមកហើយយើង edit ចុចទៅលើ cloud configuration delete ចា៎តមកយើងចូលទៅ account ហើយ edit ទុកទាំង3ហ្នឹងមកតមក move shift តមកសូមបិទទូរស័ព្ទរបស់អ្នកត្រង់ចាំតិចតមកបើមួយមកសូមរងចាំតិចតមកយើងចូលមើល line setting iCloud គឺបានដោះរួចជាស្រេចសូមអរគុណសម្រាប់ការទស្សនារបស់លោកអ្នកជួយ like និង share